សួស្តីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរយើងមកមើលនៅផ្ការីកស្គុះជាតិទាំងអស់គ្នាណាសម្រាប់ផ្កានៅតាមស្រុកស្រែជនបទគឺស្រស់ស្អាតខ្លាំងណាស់មើលទៅគួរឲ្យទាក់ទាញហើយនឹងចាប់អារម្មណ៍មែនទែនហើយផ្ការបស់យើងគឺរីកចម្រុះពណ៌ស្រស់ស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាធ្វើឲ្យអ្នកដែលស្រឡាញ់ផ្កាគឺដកចិត្តទៅណាមិនរួចនោះទេហើយនឹងខ្ញុំក៏នឹងមកអាននៅរឿងស្នេហាក៏ពុកជាបន្តទៀតឲ្យអ្នកទាំងអស់គ្នាស្ដាប់ផងដែរកាលពីភាគមុនយើងនិយាយដល់នាងសយយកទឹកទៅឲ្យវឌ្ឍនាដល់ក្នុងបន្ទប់ពេលនាងចូលទៅដល់ភ្នែករបស់នាងមើលឆ្វេងមើលស្ដាំមើលលើមើលក្រោមនរៈសង្ហាវឌ្ឍនាឃើញនាងមើលបែបនោះក៏សួរទៅនាងសយថាបងសយតើបងកំពុងមើលអីហ្នឹងនាងសយក៏តបទៅច្បាយនាងសយក៏និយាយតបទៅច្បាយគឺខ្ញុំបានឮអ្នកប្រុសកំពុងនិយាយជាមួយអ្នកណាមែនទេដល់ពេលខ្ញុំចូលមកមិនឃើញមានមនុស្សនិយាយជាមួយអ្នកប្រុសទើបបានជាខ្ញុំសម្លឹងរកមើលហ្នឹងណាកំឡោះសង្ហាវឌ្ឍនាក៏ប្រឹងនិយាយមិនឡប់អូគឺខ្ញុំកំពុងតែនិយាយទូរស័ព្ទហ្នឹងណាតែខ្ញុំបានឮលោកប្រុសនិយាយជាមួយមនុស្សស្រីច្បាស់ណាស់បងសយស្ដាប់ច្រឡំហើយខ្ញុំនិយាយទូរស័ព្ទតើមានមនុស្សស្រីឯណាមកនៅក្នុងបន្ទប់ខ្ញុំទៅបានហើយបងចេញទៅវិញទៅខ្ញុំចង់សម្រាកចាស់ចវាយនិយាយរួចហើយនាងសយក៏ដើរចេញទៅពេលដើរចេញមកក្រៅនាងសយក៏និយាយតែម្នាក់ឯងនេះខ្ញុំឮច្បាស់ណាស់ថាចវាយកំពុងតែនិយាយជាមួយមនុស្សស្រីហេតុអីចូលទៅមិនឃើញមានមនុស្សទៅវិញដូចជាចម្លែកដល់ហើយចំណែកឯចរណៃក៏និយាយទៅកាន់វឌ្ឍនានេះបងសយពិតជាស្ដាប់ឮខ្ញុំនិយាយជាមួយលោកមែនទេនរៈសង្ហាក៏តបទៅវិញថាប្រហែលជាអញ្ចឹងហើយមើលទៅចរណៃស្រីញញឹមបន្តិចហើយនិយាយទៅកាន់នរៈទៀតថាបើសិនជាបងសយមើលឃើញខ្ញុំម្នាក់ទៀតពិតជាសប្បាយមិនខានទេសប្បាយអីទៅអ្នកនាងបើសិនជាបងសយឃើញនាងច្បាស់ជារត់បាសសក់ជាមិនខានទេណែលោកមិនក៏លោកនិយាយអញ្ចឹងខ្ញុំគ្មានធ្វើបាបគាត់ឯណាគឺគ្រាន់តែចង់មានគ្នាលេងតាណែអ្នកនាងនេះអ្នកនាងជាខ្មោចណាបើបងសយបានឃើញអ្នកនាងជាខ្មោចបើមិនឲ្យគាត់រត់ទៅវាចម្លែកសូម្បីតែខ្ញុំពេលនេះនៅមិនទាន់ធ្វើចិត្តបាននៅឡើយទេចរណៃក៏សួរទៅនរៈនេះលោកនៅខ្លាចខ្ញុំទៀតមែនទេនេះរស់នៅជាមួយគ្នាយូរដែរហើយនៅមិនទាន់សាំទៀតគឺពេលអ្នកនាងចេញមកម្ដងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាភ្ញាក់ម្ដងដែរហ្នឹងណាហើយសាច់រឿងរបស់យើងក៏និយាយដល់ប៉ូលីសសាលាវិញម្ដងថ្ងៃនេះសិលាបានមកលេងផ្ទះរបស់វឌ្ឍនាសិលាកាន់ផ្លែឈើមួយកន្ត្រកមកញ៉ាំមិញបុប្ផាផងដែរសិលាដើរចូលទៅហើយក៏និយាយជំរាបសួរអ្នកមិញបុប្ផាក៏ឆ្លើយតបជំរាបសួរក្មួយសិលាថ្ងៃនេះទំនេរមែនទេទៅបានជាមកដល់ផ្ទះរបស់មិញបានអ្នកមិញការងារជាប៉ូលីសមិនសូវមានពេលទំនេរប្រហែលទេប៉ុន្តែដោយសារនឹកអ្នកមិញហ្នឹងណាទៅបានជាឈានមកលេងអ្នកមិញតែម្ដងទៅនេះបាទខ្ញុំបានទិញផ្លែឈើមកផ្ញើអ្នកមិញផងដែរមិញបុប្ផាទទួលផ្លែឈើពីសិលាហើយនិយាយតបថាអរគុណហើយក្មួយថ្ងៃក្រោយមកលេងមិញមិនបាច់មានអីមកទេឲ្យតែក្មួយមកលេងមិញសប្បាយចិត្តហើយនរៈសិលាញញឹមស្រស់បានអ្នកមិញហើយចូលវឌ្ឍនាគេទៅណាហើយអ្នកមិញអូវឌ្ឍនាគេទៅមើលកម្មករនៅឯចំការឯនោះក្មួយបើអញ្ចឹងខ្ញុំសុំទៅរកគេសិនហើយអ្នកមិញចាទៅចុះក្មួយនិយាយរួចសិលាក៏ដើរទៅរកវឌ្ឍនានៅឯចំការនរៈសង្ហាវឌ្ឍនាកំពុងតែដាក់ស្មៅឲ្យគោស៊ីសិលាក៏ដើរចូលទៅហើយនិយាយថាវឌ្ឍនាមកនៅទីនេះសោះគ្នាខំតែដើររកឯងពេញចំការសិលានេះឯងមកតាំងពីអង្ការមិនខកប្រាប់គ្នាឲ្យដឹងមុនផងគឺគ្នាមានការងារនៅក្បែរនេះទៅឈានចូលមកលេងឯងបន្តិចទៅវឌ្ឍនាញញឹមបន្តិចនេះបើគ្មានការងារនៅក្បែរនេះប្រហែលជាឯងមិនមកលេងគ្នាទេមែនទេណែគឺគ្នារវល់សឹងតែដកពេលមិនរួចទៅហើយទៅបានជាមិនសូវមកលេងឯងនឹងណាប៉ុន្តែឯងក៏អញ្ចឹងដែរមិនដែលទៅលេងគ្នាសោះគ្នាក៏អញ្ចឹងដែររវល់រកពេលទៅលេងឯងមិនបានទេហើយចុះឯងមកធ្វើអីដែរនៅក្បែរនេះគឺគ្នាមកស៊ើបករណីជួញដូរគ្រឿងញៀនហ្នឹងណាប៉ុន្តែនៅរកតម្រុយមេខ្លោងវាមិនទាន់បានទេនរៈវឌ្ឍនាក៏និយាយតពិតមែនហើយមើលទៅពួកវាលក្ខការបានចិត្តល្អណាស់
ហើយសាច់រឿងរបស់យើងក៏និយាយដល់នាយមង្គលវិញម្ដង